គេនេះគឺស្អាតមែនតើហើយមានគ្រប់មុខហ្មងថានៅក្នុងប្រអប់ហ្នឹងណានេះក្នុងប្រអប់មួយនេះនៅពេលយើងបើកប្រអប់ចេញគឺបានប្រអប់នេះមួយហើយបានអវ៉ាន់នៅខាងមុខខ្ញុំអវ៉ាន់នៅខាងមុខខ្ញុំហ្នឹងខ្ញុំនឹងលំអិតជូនបងថាបានលេខខ្លះប៉ុន្តែដំបូងឡើយយើងនិយាយពីធុងនេះសិនណាធុងនេះសម្រាប់ប៉ាម៉ាក់ដែលគាត់ចូលចិត្តឲ្យ baby របស់គាត់លក្ខណៈដាក់អញ្ចឹងហើយតម្លាក់ shape តម្លាក់រូបរាងធរនេះមានចូលតម្លាក់ចេះតែរដងអាចថាមានជាប្រភេទឈើប្រភេទអីតែប្រភេទនេះប្រភេទជ័រល្អលាយជាមួយនឹងដើមស្រូវសាលីគុណភាពល្អមែនទេបងនេះឃើញទេអញ្ចឹងប្រភេទនេះធំជាមាត់ខ្ញុំមនុស្សធំទៀតអញ្ចឹងកុំបារម្ភបងគឺអូនដាក់ចូលតាមរូបរាងធរណីមានបងនេះអូយស្អាតមែនតើហើយគុណភាពក៏ល្អដែរសំខាន់សុវត្ថិភាពក្នុងការប្រើប្រាស់អត់ toxic ទេឃើញទេបងនេះអញ្ចឹងនៅពេលដែលអូនលេងរៀបហើយយើងគ្រាន់តែបើកគម្របចាក់ចេញមកវិញមកគឺអូនអាចលេងបានទៀតទេអញ្ចឹងខ្ញុំទុកអានេះម្ដុំសិនបងណាអូខេអញ្ចឹងខ្ញុំនិយាយអំពីប្រភេទរៀប stacking នេះរៀបកែវនេះគឺមានរហូតដល់10ជាន់ពិសេសអញ្ចឹងនេះយើងរៀបប្រភេទនេះគឺអូនរៀបសบายមែនតើហើយអត់តូចទេបងគឺធំបងអាចមើលបានខ្ញុំកាន់មនុស្សធំប៉ុណ្ណឹងបងអូនតូចកាន់ទៅគឺកាន់តែធំជាងទៀតមើលមកអញ្ចឹងណា10ជាន់ខ្ពស់ណា10ជាន់បងប្អូននេះយើងរុញចេញមួយទៀតយើងនិយាយអំពីប្រភេទនេះម្ដងប្រភេទនេះក៏ជាប្រភេទរៀប stacking ដែរបងខាងប្រភេទនេះគឺជាទម្រង់មកស៊ីលីកូនហើយគេរូបរាងគេមកប្លែកអញ្ចឹងលឺតិចអញ្ចឹងទៅហើយប្រភេទនេះគឺអូនរៀបបន្ទប់គ្នាបានដោយសារនេះគេមានកលឹះគេឲ្យដាក់ចូលអញ្ចឹងប្រភេទនេះបងនេះគេមានតុក្កតាមក3ទៀតតុក្កតានេះបងចង់ឲ្យអូនកាន់លេងមួយអូនឬដាក់នៅពេលងូតទឹកក៏បានដែរហើយខ្ជូតខ្លាំងមែនតើចាំមើលខ្ញុំដាក់កាមេរ៉ាគៀកឲ្យមើលដូចគ្នាណាជូតខ្លាំងណាអូយក្មួយខ្ញុំឃើញឲ្យឡើងស្រឡាញ់ហ្មងហើយឡើងក្មេងឡើង3 4ឆ្នាំហើយនៅស្រឡាញ់ទៀតចុះប្រភេទនេះប្រើបានតាំងពី6ខែបងប្រើបានតាំងពី6ខែរហូតដល់អូន36ខែក៏នៅតែលេងបានដែរកងនេះគឺគេឲ្យមកសម្រាប់ឲ្យក្មេងៗគាត់សាក់បន្តគ្នាចេះគ្នាបងសាក់បន្តគ្នាហើយមុននឹងសាក់ហ្នឹងគឺនេះវាមករាយចេះអញ្ចឹងក្មេងៗគាត់រៀនសាក់មួយឈុតនេះគឺបងប្អូនទិញមកប្រអប់នេះគឺបានគ្រប់មុខហ្មងហើយប្រភេទនេះយើងដោះមកយើងរៀបចេះបានទៀតណាយើងរៀបបានពីរប្រភេទឃើញទេយើងរៀបកគ្នាមកនិយាយរួមទៅរៀបដល់អស់ហ្នឹងហើយនេះខ្ញុំគ្រាន់តែឧទាហរណ៍អញ្ចឹងបងនេះចាំឲ្យទៀតអាចដាក់កំងបាននិយាយរួមទៅគឺគុណភាពធានាជូនហ្មងអញ្ចឹងគឺបាននេះតុក្កតាសម្រាប់កាន់លេងដាក់ពេលមួយទឹកក៏បានដែរប្រភេទនេះបងខ្ជូតខ្លាំងមែនតើអូយ so cute ខ្លាំងហ្មងណានេះតែគេនេះកូនចូលចិត្តចូល shape ជាប្រភេទនេះក៏បែបហ្នឹងតែខ្ញុំចង់បញ្ជាក់ថានេះធំគេនេះអញ្ចឹងណាអូខេយើងដាក់ឲ្យចូលក្រោបឲ្យចូលងាំវាមកនេះខ្ញុំថតអញ្ចឹងចាស់អូខេឥឡូវត្រូវវិញណាខ្ញុំចង់បញ្ជាក់ថាបងទំហំនេះធំណាអត់តូចទេបងមើលតដៃខ្ញុំមនុស្សធំអានេះវាធំជាងមាត់ខ្ញុំទៀតប្រភេទនេះប្រភេទជ័រ ABS ជ័រល្អអត់ toxic stacking នេះខ្ញុំដាក់វាប្តីដោយសារពេលវាឈរទៅវាខ្ពស់ពេកវា10តង់នោះហ្នឹងឃើញទេ2 4 6 8 10អញ្ចឹងណាអានេះយើងរៀបអញ្ចឹងក៏បានឈរក៏បានយើងរៀបទុកវិញអញ្ចឹងក៏បាននិយាយរួមទៅយើងឲ្យកូនលេងបានច្រើនកម្រងហ្នឹងហើយអត់មានគួរកាត់គុំទេបងទំហំធំហើយប្រភេទនេះគឺគេធ្វើប្រភេទទន្ទុនមក stacking ដែរនេះតែគាត់ថាគេធ្វើ texture រៀងផ្សេងគ្នាអញ្ចឹងបងណាឬពេតតិចអញ្ចឹងណាឃើញក្មេងគាត់លេងគាត់ប្រឹងចូលអ្នកដែរអញ្ចឹងនេះយើងដាក់ចូលកលាក់គេមកនេះអញ្ចឹងណាចាហើយគេធ្វើ detail texture សាច់រូបរាងគឺខុសគ្នាប្រភេទនេះគេធ្វើទម្រង់ទន្ទុនណាអូខេអញ្ចឹងមួយនេះជាប្រភេទកងតាក់ឲ្យក្មេងរៀនតាក់លេងហ្នឹងហើយកងនេះកងហៅមុខគាត់ថា stacking នេះយើងចង់រៀបពីធំមកតូចក៏បានពីតូចមកធំក៏បានដែរនិយាយរួមទៅគឺចំណេញខ្លាំងណាហើយអញ្ចឹងនេះប្រអប់ដែលទទួលបានគឺប្រអប់ប៉ុណ្ណេះបង